សម្ដេចតេជោថាដើម្បីកុំឲ្យរបបប្រល័យពូជសាសន៍ប៉ុលពតវិលត្រឡប់មកវិញសូមចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សថ្ងៃនេះជាថ្ងៃទិវាជាតិនៃការចងចាំ20ឧសភាដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបប្រល័យពូជសាសន៍ប៉ុលពត17មេសាឆ្នាំ1975ដល់ថ្ងៃទី6មករាឆ្នាំ1979ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹតទិវានេះជាការរំលឹកនិងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង3លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតសម្ដេចតេជោបានលើកឡើងថាដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញសូមចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្ដល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារសហគមន៍និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀតសម្ដេចតេជោបានបន្តទៀតថាប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត3ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាមនិងទឹកភ្នែកការកាប់សម្លាប់ការបំផ្លិចបំផ្លាញការជំនះចេញពីលំនៅឋានរបស់ខ្លួនដោយបង្ខំនិងការបង្ខំឲ្យធ្វើការដោយសត្វធាតុជាដើមមិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាលគ្មានអាហារបរិភោគគ្រប់គ្រាន់គ្មានសិទ្ធិសេរីភាពគ្មានលទ្ធិប្រជាធិបតេយ្យហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរសូមជម្រាបថារាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី20ខែឧសភាជាទិវាជាតិនៃការចងចាំសម្រាប់រំលឹកដល់ជនរងគ្រោះនិងរំលឹកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃ17ខែមេសាឆ្នាំ1975ដល់ថ្ងៃទី6ខែមករាឆ្នាំ1979ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យលើកតម្កើងការរំលឹកដល់ជនរងគ្រោះការស្ដារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឲ្យមានសុខដុមរមណីយកម្មក្នុងសង្គមនិងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសារជាថ្មីហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្ដល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនាឬតាមទំនៀមទម្លាប់របស់ខ្លួន